គ្រឹះទស្សនៈពុទ្ធសកលពន្លឺព្រះធម៌ពិតកគុណប្រយោជន៍របស់ព្រះធម្មជាតិធំសំខាន់បង្កើតមនុស្សសត្វនិងរុក្ខជាតិហើយទ្រទ្រង់ទៀតមានចំនួន5ព្រះអង្គគឺអង្គទី1ព្រះធរណីតួឪពុកធាតុខាងដើមមានគុណ21គុំបង្កើតជាមួយព្រះគង្គាព្រះអគីព្រះពាយនិងព្រះអាកាសធាតុរួចទ្រទ្រង់ជាសាច់ស្បែកឆ្អឹងសរសៃក្រចកសក់រោមថ្លើមបេះដូងសួតក្រលៀនលំពែងតម្រងក្រពះពោះវៀនធ្មេញពោះវៀនតូចអាហារខ្លាញ់ខួរក្នុងឆ្អឹងប្រមាត់រួចទ្រទ្រង់ខាងក្រៅជាដីដែកឈើត្បូងរុក្ខជាតិជាដើមលក្ខអង្គទី2ព្រះគង្គាតួម្ដាយធាតុខាងដើមមានគុណ12ផ្គុំជាមួយព្រះអគីព្រះពាយព្រះអាកាសធាតុព្រះធរណីបង្កើតរួចទ្រទ្រង់ជាឈាមញើសទឹកមាត់ទឹកភ្នែកទឹកក្នុងថ្លើមទឹកនោមទឹកកាមទឹកក្នុងសួតទឹកប្រមាត់ទឹកក្នុងលំពែងទឹកក្នុងសាច់ទឹកក្នុងអាហារទ្រទ្រង់ខាងក្រៅជាទឹកផឹកទឹកងូតទឹកបោកគក់ទឹកស្រោចស្រពជាដើមលក្ខអង្គទី3ព្រះអគីតួបងធាតុខាងដើមមានគុណ6គុំជាមួយព្រះពាយព្រះអាកាសធាតុព្រះធរណីព្រះគង្គាបង្កើតរួចទ្រទ្រង់ខាងក្នុងជាកម្ដៅក្នុងសាច់កម្ដៅក្នុងសួតកម្ដៅក្នុងថ្លើមកម្ដៅក្នុងឈាមកម្ដៅក្នុងខ្លាញ់កម្ដៅក្នុងខួរនិងទ្រទ្រង់ខាងក្រៅជាភ្លើងចម្អិនអាហារភ្លើងដុតបំភ្លឺនិងភ្លើងដុតរំលាយវត្ថុផ្សេងលក្ខអង្គទី4ព្រះពាយតួញាតិធាតុខាងដើមមានគុណ7ផ្គុំជាមួយព្រះអាកាសធាតុព្រះធរណីព្រះគង្គាព្រះអគីព្រះពាយបង្កើតរួចទ្រទ្រង់ជាខ្យល់ដកដង្ហើមខ្យល់រត់ក្នុងសួតខ្យល់រត់ក្នុងថ្លើមខ្យល់រត់ក្នុងប្រមាត់ខ្យល់រត់ក្នុងសាច់ខ្យល់រត់ក្នុងឈាមទ្រទ្រង់ក្រៅកាយជាខ្យល់បក់ផាត់ជាដើមលក្ខអង្គទី5ព្រះអាកាសធាតុតួគ្រូធាតុខាងដើមមានគុណ10គុំជាមួយព្រះធរណីព្រះគង្គាព្រះអគីព្រះពាយបង្កើតរួចទ្រទ្រង់ក្នុងកាយជាសម្រួលសីតណ្ហភាពកុំឲ្យសាច់រឹងពេកកុំឲ្យទឹករាវពេកកុំឲ្យភ្លើងក្តៅពេកកុំឲ្យខ្យល់ត្រជាក់ពេកទ្រទ្រង់ក្រៅកាយជាសីតណ្ហភាពប្រែប្រួលទៅតាមរដូវកាលជាដើមលក្ខនេះហៅថាកងខណ្ឌ5ឬសិល5រីឯព្រះ9ព្រះអង្គទៀតទ្រទ្រង់ជាប្រយោលជាលំដាប់រួមមានខ
គុណប្រយោជន៍របស់ព្រះទាំង9ព្រះអង្គជាប្រយោល1ព្រះមេស្រងែឬស្រូវបំពេញជាធម្មពលជាក្របឈាមរួចផ្សំជាមួយមច្ឆានិងសត្វទូទៅរុក្ខជាតិធញ្ញជាតិបន្លែផ្លែឈើជាដើមហៅថាអាហារគឺជាធម្មពល2ព្រះអាទិត្យកម្ដៅរាងកាយបំភ្លឺភពនៅពេលថ្ងៃជាពន្លឺកែវភ្នែក3ព្រះច័ន្ទបំភ្លឺភពនៅពេលយប់បំពេញក្នុងអារម្មណ៍ឲ្យស្រស់ស្រាយទី4ព្រះអង្គាបំភ្លឺភពនៅពេលយប់ពីចម្ងាយបំភ្លឺនៅលើស្បែក5ព្រះពុទ្ធបំភ្លឺនៅក្នុងសតិញាណពីចម្ងាយ6ព្រះហស្ថបំពេញឫទ្ធិអដ្ឋិដៃនិងជើងពីចម្ងាយ7ព្រះសុខបំពេញជារនាំងឬហៅថាសីមាការពារពីចម្ងាយ8ព្រះសៅរ៍បំពេញជារំញោចឬប្រព័ន្ធប្រសាទពីចម្ងាយ9ព្រះភិរុណបំពេញជំរុញជាតិពុលគឺញើសនិងស្រោចស្រពលើភពគឺភ្លៀងនេះជាគុណព្រះពិតថ្នាក់បន្ទាប់ហើយនៅមានគុណជាបន្តទៀតច្រើនដូចជាគុណមនុស្សនិងមនុស្សគុណមនុស្សនិងសត្វគុណមនុស្សនិងរុក្ខជាតិគុណអ្នកចេះនិងអ្នកល្ងងគុណព្រះអរិយបុគ្គលនិងបឋិជនជាដើមឡាក់ករបៀបរក្សាសិលបរិសុទ្ធគឺកាយសុចរិតវាចាសុចរិតនិងចិត្តសុចរិត1វាចានៅការសម្លាប់សត្វគ្រប់ប្រភេទដោយប្រើគេក្តីដោយខ្លួនឯងក្តីដោយសេចក្តីប្រមាទមានន័យថាបើសម្លាប់ឲ្យជាប្រយោជន៍បើសម្លាប់ដោយការបៀតបៀនបើសម្លាប់ត្រូវប្រើធម៌សង្វេគ2វាចាការកាន់យកឬលួចវត្ថុអ្នកដទៃដោយសេចក្តីប្រមាទនិងចង់បានជារបស់ខ្លួនបើទោះជាខ្លួនឯងក្តីឬប្រើអ្នកដទៃក្តីទី3វាចាការបៀតបៀនដល់ភេទផ្ទុយគ្នាដែលមានចំណងអាពាហ៍ពិពាហ៍រួចហើយដោយសេចក្តីប្រមាទ4វាចាការនិយាយពាក្យកុហកជាហេតុធ្វើឲ្យអ្នកដទៃមានទោសឬមានគ្រោះថ្នាក់ឬខូចខាតទ្រព្យសម្បត្តិស្ដីជាដើមទី5វាចានៅគ្រឿងញៀនឬស្រវឹងដោយសេចក្តីប្រមាទមានន័យថាទទួលទានបានត្រឹមសតិស្មារតីនៅធម្មតាជាប្រក្រតីដោយកាលមុនទទួលទានគម្ពីរឯណាដែលចងក្រងបុគ្គលអង្គឯណាដែលសម្ដែងធម៌ខុសអំពីនេះគឺធ្វើអាជីវកម្មលើសាសនាខប្រវត្តិសជាតិ
ដើម្បីសន្សំបារមីរបស់ព្រះទាំង5ព្រះអង្គ1ព្រះធរណីសជាតិទី1គឺសត្វកុកជាស្ដេចកុកនិងបន្តបន្ទាប់ជាបក្សីទូទៅដើម្បីទ្រទ្រង់សត្វលោកនិងមនុស្សលោករួចសជាតិជាមនុស្សជាច្រើនជាតិលុះសន្សំបុណ្យបារមីជាកុសលបាន10ទៅជា30គ្រប់គ្រាន់ក៏ត្រាស់ជាព្រះពុទ្ធព្រះនាមថាកុកសន្ធោដើម្បីយកព្រះធម៌ពិតមកពន្យល់បង្រៀនមនុស្សលោក2ព្រះគង្គាសជាតិទី1សត្វនាគគឺជាស្ដេចនាគនិងបន្តបន្ទាប់ជាសត្វល្មូនដើម្បីទ្រទ្រង់សត្វលោកនិងមនុស្សលោករួចសជាតិជាមនុស្សជាច្រើនជាតិលុះសន្សំបុណ្យបារមីជាកុសលបាន10ទៅជា30គ្រប់គ្រាន់ក៏ត្រាស់ជាព្រះពុទ្ធបន្តព្រះនាមថាកោនិពមនោដើម្បីយកព្រះធម៌ពិតមកពន្យល់និងបង្រៀនមនុស្សលោក3ព្រះអគីសជាតិទី1សត្វអណ្ដើកជាស្ដេចអណ្ដើកនិងបន្តបន្ទាប់ជាកន្ធាយបបែលមឹកជាដើមដើម្បីទ្រទ្រង់សត្វលោកនិងមនុស្សលោករួចសជាតិជាមនុស្សជាច្រើនជាតិលុះសន្សំបុណ្យបារមីជាកុសលបាន10ទៅជា30សពគ្រប់ក៏ត្រាស់ជាព្រះពុទ្ធបន្ទាប់ព្រះនាមថាកស្សបោដើម្បីយកព្រះធម៌ពិតមកពន្យល់មនុស្សលោកនិងបង្រៀនមនុស្សលោក4ព្រះពេយសជាតិទី1សត្វគោគឺជាស្ដេចគោនិងបន្តបន្ទាប់ជាសត្វពាហនៈចតុបាទដើម្បីទ្រទ្រង់សត្វលោកមនុស្សលោកហើយក៏កើតជាមនុស្សជាច្រើនជាតិលុះសន្សំបុណ្យបារមីបាន10ទៅជា30សពគ្រប់ហើយក៏ត្រាស់ជាព្រះពុទ្ធបន្ទាន់ព្រះនាមថាសមណគោតមដើម្បីយកព្រះធម៌ពិតមកពន្យល់និងបង្រៀនមនុស្សលោក5ព្រះអាកាសធាតុសជាតិទី1ជាសត្វរាជសីហ៍ជាស្ដេចសត្វចតុបាទបន្តមកជាស្រងែឬស្រូវជាដើមឡាក់លុះកើតជាមនុស្សសន្សំបុណ្យបារមីជាកុសលបាន10ទៅជា30សពគ្រប់ក៏ត្រាស់ជាព្រះពុទ្ធនាចុងផតកັບខាងមុខសពថ្ងៃព្រះអង្គគង់នៅជាអង្គព្រះពោធិសត្វនៅឡើយដើម្បីទ្រទ្រង់ព្រះសាសនាតទៅព្រះធម៌ឯណាជាគម្ពីរក្តីជាសត្រាក្តីជាការសម្ដែងដោយធម្មាក្តីដោយធម្មកថាក្តីដោយអគ្គបណ្ឌិតអង្គឯណាក្តីក៏ដោយបើប្រឆាចចេញពីហេតុនិងផលខាងដើមនេះគឺជាធម៌រាយមាយជាសម្បកជាស្រាយជាមែកជាស្លឹកជាផ្កាជាផ្លែតែប៉ុណ្ណោះជាព្រះធម៌ឥតមានគ្រឹះ
ជាមូលដ្ឋានអត់មានខ្លឹមជាកម្លាំងឡើយគ្រឹះរបស់ដើមឈើគឺឫសកែវនិងឫសត្រយៀងគ្រឹះរបស់សាសនាគឺព្រះទាំង5ព្រះអង្គដែលមិនអាចកាន់តែព្រះមួយតាមជាតិសាសន៍ផ្សេងពីគ្នាឡើយគ្រឹះរបស់មនុស្សគឺខណ្ឌទាំង5គឺព្រះទាំង5ព្រះអង្គឬហៅថាសិល5មានន័យថាកាយសុចរិតវាចាសុចរិតនិងចិត្តសុចរិតជាដើមនេះហៅថាគ្រឹះសាសនាឬហៅថាច្បាប់ព្រះធម្មជាតិការចងក្រងគម្ពីរក្តីទុកសម្រាប់សិក្សារៀនសូត្រក្តីការសម្ដែងព្រះធម៌ក្តីការបង្ហាត់បង្រៀនមនុស្សក្នុងសង្គមក្តីការបដិបត្តិរហូតដល់សិលសមាធិបញ្ញាឬវិបស្សនាកម្មដ្ឋានក៏ដោយបើមិនស្គាល់គ្រឹះផងនិងមិនបានចម្រើនគ្រឹះនៃព្រះធម៌ផងប្រៀបដូចជាសង់ផ្ទះអត់បុកគ្រឹះដើមឈើដុះអត់មានឫសប្រៀបដូចជាមនុស្សរស់អត់ដៃជើងនិងអត់ក្បាលយ៉ាងដូចនេះដែរនេះជាបទសម្រាប់ធ្វើការពិចារណានៅហេតុបើបោះជំហានដើរទៅមុខថាទៅរកទីបរមសុខតែចាប់ផ្ដើមចេញដំណើរអត់ស្គាល់ផ្លូវច្បាស់ដោយខ្លួនឯងផងហើយក៏អត់បានពិចារណាផងចេះតែជឿតាមគេចេះតែទៅតាមគ្នាចេះតែប្រកាន់ជាទំនៀមទម្លាប់ងាយនឹងលង់ចាញ់ឧបាយកលគេខូចខាតប្រយោជន៍ដើរខុសផ្លូវនិងគ្រោះថ្នាក់ទៀតផងយ៉ាងណាមិញជំនឿសាសនាក៏យ៉ាងនោះដែរសង្គមក៏យ៉ាងនោះដែរបុគ្គលទំនៀមបុគ្គលតាមគ្នាបុគ្គលជឿបុគ្គលអត់មានការពិចារណាឲ្យស៊ីជម្រៅទេងាយនឹងចាញ់ទាំងនយោបាយសាសនាចាញ់ទាំងនយោបាយសង្គមងាយនឹងខូចខាតប្រយោជន៍ខូចខាតទ្រព្យសម្បត្តិងាយនឹងគ្រោះថ្នាក់ដល់នគរទឹកដីងាយនឹងគ្រោះថ្នាក់ដល់ខ្លួនឯងផងនិងក្រុមគ្រួសារផងនិងគ្រោះថ្នាក់រហូតដល់ពិភពលោកទៀតផងតួយ៉ាងដូចសពថ្ងៃនេះទាំងលទ្ធិកុម្មុយនីសផ្ដាច់ការទាំងលទ្ធិប្រជាធិបតេយ្យសេរីជ្រុលនិយមទាំងនយោបាយសាសនាច្រើនរាប់រយទាំងអ្នកដឹកនាំទាំងអ្នកជឿនិងអ្នកគាំទ្រសុទ្ធសឹងតែរងគ្រោះដូចគ្នាទូទាំងពិភពលោកដែលហៅថាសង្គ្រាមលោកលើកទី3និងសង្គ្រាមសាសនាលុះទីបំផុតពេលមនុស្សឃើញពេលមនុស្សស្គាល់ពេលមនុស្សយល់ហេតុនិងផលដ៏អាក្រក់កន្លងមកទាំងអស់នេះហើយក៏ភ្ញាក់រលឹកឃើញដឹងបានថាមានតែធម្មាធិបតេយ្យទេមានតែដើរផ្លូវកណ្ដាលទេមានតែព្រះធម៌ទេមានតែគុណនៃព្រះធម្មជាតិទេទើបជាទីបរមសុខទើបជាសន្តិភាពស្ថិរភាពពិតសម្រាប់ពិភពលោកយើងនេះ